ឥឡូវនេះគឺខ្ញុំមកអាននៅទំព័រទី142ដែលគេនិយាយតាក់ទងទៅនឹងមេរៀនដែលមានចំណងជើងថាផ្ទះល្អ4ទិសទាក់អារម្មណ៍ភ្ញៀវអ្នកបងប្អូនអ្នកគ្នានេះគឺជាចំណងជើងដែលយើងត្រូវអានអញ្ចឹងយើងកុំឲ្យខាតពេលយូរបងប្អូនមកស្ដាប់ការអានរបស់ខ្ញុំទាំងអស់គ្នាការលក់គឺជាការផ្ទេរអារម្មណ៍ពីអ្នកលក់ទៅកាន់ភ្ញៀវដើម្បីឲ្យភ្ញៀវទទួលបានអារម្មណ៍ពិសេសមួយនេះចេញពីអ្នកលក់ហើយគាត់អាចស្រមៃឃើញពីសេចក្តីសុខចេញពីផលិតផលរបស់អ្នកនិយាយពីការផ្ទេរអារម្មណ៍ខ្ញុំនឹកឃើញដល់កវីនិពន្ធម្នាក់ដែលលោកបានក្លាយជាគ្រូដើមរបស់ខ្ញុំតាំងតែពីខ្ញុំមិនទាន់ស្គាល់ពីជីវិតយុវវ័យមកម្លេះបរិសម្នាក់នោះគឺជាមនុស្សពូកែផ្ទេរអារម្មណ៍ឲ្យភ្ញៀវខ្លាំងបំផុតពេលខ្លះសំបីតែខ្ញុំក៏ត្រូវបានគាត់នាំទៅលេងក្រុងបាត់ដំបងទាំងដែលខ្ញុំមិនដែលស្គាល់ថាបាត់ដំបងនោះនៅទីណាផងលោកគឺកវីម្ចាស់ស្ទឹងសង្កែគង់ប៊ុនឈឿនដែលបរិសម្នាក់នេះបាននិមិត្តស្ទឹងសង្កែប្រែជាស្ទឹងមាសឲ្យមនុស្សគ្រប់គ្នាទទួលបាននូវអារម្មណ៍ពិសេសមួយដែលពិបាកនឹងស្មានត្រូវតែជាអកុសលម្ចាស់បទដើមដូងទី10រូបនេះបានលាចាកលោកនេះបាត់ទៅហើយនៅឡើយតែស្នាដៃនិងអារម្មណ៍អន្លង់អន្លោចជាប់ក្នុងបេះដូងខ្ញុំជានិច្ចអ្វីត្បិតតែកវីគង់ប៊ុនឈឿនមិននៅក្នុងវិស័យជំនួញតែមេរៀនមួយនេះអាចបង្រៀនអ្នកលក់គ្រប់គ្នាបានថាធ្វើជាអ្នកលក់ម្នាក់ត្រូវតែចេះប្រើអារម្មណ៍នៅក្នុងការបង្កើតក្តីសុខមួយឲ្យភ្ញៀវរបស់ខ្លួនឲ្យមានអារម្មណ៍ល្អជាមួយនឹងអ្វីដែលអ្នកលក់ទៅឲ្យគាត់កាលពីដើមឆ្នាំ2018ខ្ញុំបានជួបជាមួយក្មេងស្រីម្នាក់ឈ្មោះសោភាដែលជាអ្នកលក់ខុនដូស្រីវ័យក្មេងម្នាក់ខ្ញុំទទួលបានមេរៀនលក់ដ៏អស្ចារ្យមួយពីស្ត្រីម្នាក់នោះហើយខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញថាការលក់មួយដ៏អស្ចារ្យគឺការលក់ដោយបែបផ្ទេរអារម្មណ៍បងប្អូនអ្នកគ្នាអញ្ចឹងយើងអានតទៀតម៉ោងប្រហែលជា1រសៀលខ្ញុំបានជួបជាមួយស្ត្រីរូបនេះនៅក្នុងកន្លែងលក់ខុនដូមួយកន្លែងនៅក្រុងភ្នំពេញដំបូងនាងនិយាយថាជីវិតរស់នៅខុនដូគឺជាជីវិតស៊ីវិល័យណាស់ព្រោះនាងនិងស្វាមីកំពុងតែរស់នៅក្នុងខុនដូស្រាប់នាងមិនបានអួតទេតែចំណុចត្រង់នេះគេហៅថាលក់គុណភាពជីវិតបើអ្នកលក់មិនប្រើតើអ្នកណាគេហ៊ានទិញនេះជាច្បាប់នៃការផ្ទេរអារម្មណ៍ទី1ក្រោយមកនាងបាននាំខ្ញុំចូលទៅគ្រប់បន្ទប់ទាំងអស់ហើយនាងប្រាប់ខ្ញុំថាខុនដូមួយនេះមានទ្វារ4ទិសដែលមើលឃើញក្រុងភ្នំពេញគ្រប់ជ្រុងទាំងអស់ហើយខុនដូប្រភេទនេះនៅភ្នំពេញមានមិនច្រើនទេបងនាងមិនមែនឌឺទេតែចំណុចនេះគេហៅថាលក់ចំណុចពិសេសអ្នកលក់ត្រូវតែដឹងពីចំណុចពិសេសមុនអតិថិជនបើអ្នកលក់មើលមិនដឹងពីចំណុចពិសេសផងភ្ញៀវក៏មិនឃើញដែរហើយទាំងអ្នកលក់និងអ្នកទិញមើលមិនយល់ចំណុចពិសេសដូចគ្នាផលិតផលនោះគ្រាន់តែជាដុំថ្មនៅនឹងមុខអ្នកលក់និងអតិថិជនប៉ុណ្ណោះនេះគេហៅថាយុទ្ធសាស្ត្រផ្ទេរអារម្មណ៍ទី2នៅក្នុងការលក់ក្រោយមកទៀតនាងបាននាំខ្ញុំទៅកាន់បន្ទប់នីមួយៗហើយនាងក៏ចាប់ផ្ដើមដាក់ថ្នាំមួយប្រភេទទៀតមកឲ្យខ្ញុំនាងបាននាំខ្ញុំទៅក្នុងបន្ទប់គេងមួយដែលមានដុតទៀនតូចៗ5ដើមហើយនាងបានប្រាប់ខ្ញុំថាទីនោះល្អបំផុតសម្រាប់គ្រួសារភរិយាថ្មីថ្មងបងសាកស្រមៃមើលថាបើបងមានភរិយាម្នាក់អង្គុយត្រង់នេះញ៉ាំបាយជុំគ្នាជាមួយគ្រួសារមានកូនតូចហើយបងអង្គុយធ្វើការនៅលើតុមួយនេះបើកបង្អួយសម្លឹងទៅមើលទីក្រុងបងមានអារម្មណ៍យ៉ាងម៉េចដែររសជាតិបែបនេះលុយទិញមិនបានទេបងនាងមិនបានបកខ្ញុំទេតែចំណុចនេះគេហៅថានាមអតិថិជនស្រមើស្រមៃវាជាការលក់ផ្លូវក្នុងមួយដែលមនុស្សគ្រប់គ្នាអាចលួងអារម្មណ៍តាមរយៈការប្រឡូយលទ្ធផលខ្លះនៃផលិតផលឲ្យអតិថិជនបានឃើញខ្លះនេះជារូបមន្តផ្ទេរអារម្មណ៍ទី3គ្រប់ការលក់ទាំងអស់តែងតែមានមនោគមវិជ្ជានៅក្នុងការនិយាយហើយការនិយាយបែបផ្ទេរអារម្មណ៍គឺជារូបមន្តមួយដែលអ្នកលក់ឆ្នើមបំផុតនៅក្នុងស្រុកខ្មែរគេតែងតែអនុវត្តទី1បទពិសោធន៍លើផលិតផលចំណុចមួយនេះសំខាន់ខ្លាំងបំផុតហើយវាជាសញ្ញាដំបូងនៃការទិញផងដែរតើអ្នកទៅនាំអតិថិជនទិញផលិតផលរបស់អ្នកយ៉ាងម៉េចបើអ្នកមិនហ៊ានសូម្បីតែប្រើផលិតផលហើយអ្នកក៏មិនដឹងថាគួរនិយាយអ្វីប្រាប់អតិថិជនដែរទី2រកចំណុចពិសេសឲ្យឃើញមុនអតិថិជនបើអ្នកលក់រកចំណុចពិសេសមិនឃើញផងអ្នកទិញក៏រត់តែរកមិនឃើញសួរខ្លួនឯងជាមុនសិនថាចាប់អារម្មណ៍ផលិតផលត្រង់ណាពេញចិត្តពេញថ្លើមចំណុចត្រង់ណារកឲ្យឃើញហើយផ្ទេរអ្វីដែលអ្នកបានឃើញទៅឲ្យអតិថិជនរបស់អ្នកទី3នាំអតិថិជនស្រមើលស្រមៃអ្នកលក់ឆ្លាតត្រូវចេះប្រឡូយលទ្ធផលខ្លះឲ្យអតិថិជនបានឃើញហើយនាំអតិថិជនមើលឲ្យឃើញលទ្ធផលនេះជាការផ្ទេរអារម្មណ៍ចុងក្រោយនាំឲ្យមានការសម្រេចចិត្តទិញផលិតផលមួយពីអ្នកការលក់ដ៏ខ្លាំងមួយគឺជាការផ្ទេរអារម្មណ៍ចេញពីខ្លួនឯងចូលទៅក្នុងខ្លួនអតិថិជនបងប្អូនអ្នកគ្នាឥឡូវគឺខ្ញុំបានអានបញ្ចប់នៅមេរៀនដែលមានចំណងជើងថាផ្ទះល្អ4ទិសទាក់អារម្មណ៍ភ្ញៀវចំណុចមួយនេះគឺល្អខ្លាំងមែនទែនបងប្អូននិយាយទៅគ្រប់ចំណុចដែលខ្ញុំបានអានពីតពទី1រហូតដល់តពទី144នេះគឺចំណុចល្អទាំងអស់តែម្ដងបងប្អូនហើយខ្ញុំឃើញ
គេលក់ខុនដូគេធ្លាប់តែនិយាយប្រាប់យើងចឹងណាគេមិនអូតគេមិនថាយើងបែបនេះបែបនោះទេបងប្អូនគេថាអ្នកដែលនៅលើខុនដូជីវិតស៊ីវិល័យចឹងណាអាហ្នឹងគេលក់ចំណុចជីវិតហើយអាហ្នឹងមួយហើយនិយាយទៅក្នុងហ្នឹងគឺល្អបងប្អូនផ្ទះល្អ4ទិសទីអារម្មណ៍ភ្ញៀវសម្រាប់បងប្អូនបានស្ដាប់ហើយបងប្អូនយល់យ៉ាងណាដែរហើយសម្រាប់បងប្អូនយើងអត់ទាន់យល់អាចអានបន្ថែមបានចំណុចមួយនេះខ្ញុំចាប់អារម្មណ៍ទៅលើបងស្រីម្នាក់ដែលគាត់រស់នៅលើខុនដូហើយគាត់បានប្រាប់ទៅអតិថិជនភ្ញៀវរបស់គាត់ថាអ្នកដែលនៅលើខុនដូជីវិតស៊ីវិល័យចឹងណាបែបនេះបែបនោះហើយនាំទៅចូលបន្ទប់គេងឃើញកន្លែងនេះមានទៀនដុតទៀនបើសិនជាយើងមានគ្រួសារជីវិតយើងមានភរិយាថ្មីថ្មោងយើងទៅកន្លែងហ្នឹងយើងមានអារម្មណ៍បែបណានិយាយទៅចំណុចមួយនោះដែលបងស្រីដែលគាត់នៅខុនដូគាត់បាននិយាយមកគឺចំណុចហ្នឹងគឺល្អខ្លាំងមែនទែនបងប្អូននិយាយទៅគ្រាន់តែខ្ញុំអានបើសិនជាខ្ញុំនៅក្នុងចំណុចមួយនោះដែលគាត់ដែលបងស្រីនោះលើកមកនិយាយខ្ញុំច្បាស់ជាចាប់អារម្មណ៍មួយហ្នឹងហើយព្រោះអីកន្លែងមួយហ្នឹងបើសិនជាយើងមានភរិយាថ្មីថ្មោងយើងមានគ្រួសារតូចមានកូនតូចហើយយើងសាក់ស្រមៃមើលកន្លែងមួយនេះយើងដាក់តុអង្គុយធ្វើការហើយកន្លែងមួយនេះកន្លែងពន្ធយើងហើយកន្លែងមួយនោះកូនរត់លេងជឿថាយើងនឹងចាប់អារម្មណ៍ទិញខុនដូហ្នឹងអញ្ចឹងយើងកុំឲ្យវែងឆ្ងាយឥឡូវខ្ញុំបានអានចប់នៅមេរៀនដែលមានចំណងជើងថាផ្ទះល្អ4ទិសទីអារម្មណ៍ភ្ញៀវអញ្ចឹងវីដេអូមួយនេះក៏មានតែប៉ុណ្ណឹងយើងជួបគ្នានៅវីដេអូបន្តទៀតនៅមេរៀនថ្មីបងប្អូនអ្នកគ្នាមេរៀនថ្មីនេះគឺអេមែនតើបងប្អូនអ្នកគ្នាអាចចូល4-5នាទីដូចតែគ្នាដូចនៅវីដេអូនឹងដូចគ្នាអញ្ចឹងណាហើយមេរៀនថ្មីហ្នឹងនៅទំព័រទី145ដែលគេដាក់ចំណងជើងថាក្បួនបញ្ចុះបញ្ចូលរបស់ដុលណាត្រាំអូចំណងជើងក្បួនបញ្ចុះបញ្ចូលរបស់ដុលណាត្រាំអញ្ចឹងចង់ដឹងថាចំណងជើងថ្មីហ្នឹងគេទៅសេអីខ្លះហើយយើងត្រូវអានយើងត្រូវរៀនសូត្រអ្វីខ្លះយើងជួបគ្នានៅវីដេអូបន្តទៀតវីដេអូមួយនេះក៏មានតែប៉ុណ្ណឹងជម្រាបលាបងប្អូនត្រឹមហ្នឹងបាយបាយជម្រាបលាបងប្អូន